សួស្តីមិត្តអ្នកស្ដាប់ជាទីស្រឡាញ់ទាំងអស់គ្នាតើលោកអ្នកដឹងដែរឬទេថាអ្វីទៅជាការសម្ងាត់បំផុតនិងភាពដែលមានសារៈសំខាន់បំផុតនៅក្នុងភាពជោគជ័យវាមិនមែនជាថវិកាប្រមាណដែលអ្នករកបានវាមិនមែនជាប្រាក់វាមិនមែនជាភាពពូកែឬក៏បញ្ញាឡើយប៉ុន្តែវាគឺជាទស្សនៈទឹកចិត្តរបស់អ្នកវាគឺជាការឈ្នះនៅអរិយាប័ត្រឬក៏ទស្សនៈនៃទឹកចិត្តរបស់អ្នកថ្ងៃនេះយើងនឹងជ្រៀតចូលទៅក្នុងសៀវភៅដែលមានឥទ្ធិពលមួយក្បាលទៀតដែលនិពន្ធឡើងដោយលោក John C. Maxwell ដែលមានចំណងជើងថា The Winning Attitude ហើយយើងនឹងចូលទៅស្វែងយល់អំពីទស្សនៈដែលមានឥទ្ធិពលនៅក្នុងការផ្លាស់ប្ដូរជីវិតរបស់យើងហើយយើងនឹងចូលទៅស្វែងយល់អំពីទស្សនៈវិជ្ជមានតើវាអាចនឹងផ្លាស់ប្ដូរនៅជីវិតរបស់យើងបានយ៉ាងដូចម្តេចទស្សនៈរបស់អ្នកគឺជាស្រមោលរបស់អ្នកវាដើរតាមអ្នកគ្រប់ទីកន្លែងហើយនិយាយឲ្យមនុស្សដទៃស្ដាប់រឹតតែខ្លាំងជាងពាក្យពេចន៍ដែលអ្នកបាននិយាយទៅទៀតលោក John C. Maxwell បាននិយាយថាទស្សនៈគឺជាមុខសញ្ញាដំបូងនៃអត្តសញ្ញាណពិតរបស់អ្នកហើយប្រសិនបើអ្នកមានទស្សនៈវិជ្ជមានអ្នកនឹងផ្ដល់នឹងតាក់ទាញនៅឱកាសដ៏ល្អប៉ុន្តែប្រសិនបើអ្នកមាននៅទស្សនៈអវិជ្ជមានអ្នកនឹងបណ្ដេញនៅមនុស្សដែលមានភាពជោគជ័យខិតកាន់តែឆ្ងាយពីអ្នកចូលចាំថាទស្សនៈគឺពិតជាអាចឆ្លងឆ្លើយបានដូច្នេះហើយធ្វើឲ្យទស្សនៈរបស់អ្នកគួរជាទីទុកចិត្តរបស់អ្នកផងទាំងពួងចំណុចទី2ទស្សនៈគឺពិតជាកំណត់នៅរបៀបនៃការប្រឈមមុខទៅនឹងឧបសគ្គក៏ដូចជាអ្វីៗទាំងអស់នៅក្នុងជីវិតរបស់លោកអ្នកជីវិតតែងតែមានការប្រឈមប៉ុន្តែវាគឺជាការពិតដែលមិនអាចអាក់ខានបានមនុស្សពីរនាក់អាចប្រឈមជាមួយនឹងបញ្ហាដូចគ្នាប៉ុន្តែទទួលបាននៅលទ្ធផលខុសៗគ្នាព្រោះតែទស្សនៈរបស់ពួកគេទស្សនៈឈ្នះអាចបំលែងបញ្ហាឲ្យទៅជាបទពិសោធន៍ទៅជាមេរៀនប៉ុន្តែទស្សនៈអវិជ្ជមានវិញបំលែងនៅបញ្ហាឲ្យទៅជាអារម្មណ៍ថាមិនអាចដោះស្រាយបានហើយជំរើសស្ថិតនៅក្នុងដៃរបស់យើងទស្សនៈអវិជ្ជមាននឹងផ្ដល់នៅឧបសគ្គនិងភាពរារែកទស្សនៈវិជ្ជមាននឹងផ្ដល់ឲ្យលោកអ្នកនៅបទពិសោធន៍ដ៏អស្ចារ្យនៅមេរៀនដ៏មានតម្លៃបំផុតនៅក្នុងជីវិតនៅទី3ទស្សនៈអាចបង្កើតឬក៏បំផ្លាញនៅទំនាក់ទំនងរបស់អ្នកមនុស្សដែលអ្នកស្រឡាញ់នៅជិតអ្នកផ្ដល់កម្លាំងចិត្តឲ្យអ្នកមិនមែនជាក្រុមដែលអ្នកតែងតែត្អូញត្អែរនោះទេអ្នកនិពន្ធបានណែនាំថាទំនាក់ទំនងនឹងរីកចម្រើនប្រសិនបើយើងនាំមកនៅសេចក្តីសង្ឃឹមនិងថាមពលទៅកាន់ក្រុមប៉ុន្តែទស្សនៈវិជ្ជមានវិញគឺវាបានបំផ្លាញនៅទំនុកចិត្តបង្អាក់នៅការធ្វើការជាក្រុមហើយធ្វើឲ្យយើងមានភាពឯកោថែមទៅទៀតផងសម្រាប់ចំណុចទី4វិញទស្សនៈនៅក្នុងពេលដំបូងកំណត់នៅលទ្ធផលជាចុងក្រោយអ្នកធ្លាប់កត់សម្គាល់ទេថារបៀបដែលអ្នកចាប់ផ្ដើមនៅអ្វីមួយកំណត់នៅលទ្ធផលចុងក្រោយប្រសិនបើអ្នកចាប់ផ្ដើមដោយទស្សនៈវិជ្ជមានពោពេញទៅដោយកម្លាំងអ្នកកំពុងតែត្រៀមខ្លួននឹងក្នុងការឈ្នះនៅអ្វីៗគ្រប់បែបយ៉ាងប៉ុន្តែប្រសិនបើអ្នកចាប់ផ្ដើមដោយការសង្ស័យនិងការភ័យខ្លាចអ្នកបានចាញ់នៅពាក់កណ្ដាលផ្លូវបាត់ទៅហើយឬក៏ចាញ់នៅពេលចាប់ផ្ដើមមកទៅហើយចំណុចទី5គឺជាការបំលែងបញ្ហាឲ្យទៅជាអាកាសអ្នកនិពន្ធបានបង្រៀនយើងឲ្យមាននៅគំនិតដែលមានអត្ថន័យឧបសគ្គមិនមែនជាការរារាំងយើងនោះទេវាគឺជាអ្វីដែលអាចឲ្យយើងនឹងឡើងចណ្ដើរទៅកាន់ the better version of us ទៅកាន់ចំណុចដែលល្អមួយកម្រិតទៀតរបស់យើងគ្រប់បញ្ហាទាំងអស់តែងតែនាំមកនៅឱកាសជាលក្ខណៈសម្ងាត់អ្នកឈ្នះនឹងស្វែងរកដំណោះស្រាយបានអ្នកចាញ់នឹងបានតែភាពត្អូញត្អែតើអ្នកជាមនុស្សប្រភេទណាតើអ្នកជ្រើសនឹងធ្វើជាមនុស្សប្រភេទណាមិនមែនអ្នកជាមនុស្សប្រភេទណាទេមកដល់អេពីសូតនេះគឺអ្នកគួរតែអាចជ្រើសរើសនៅអ្វីដែលជាជំរើសរបស់អ្នកទៅតាមគោលបំណងរបស់អ្នកមិនមែនជាសំណួរថាតើអ្នកជាមនុស្សប្រភេទណាទេសម្រាប់ការបកស្រាយនៅអេពីសូតទី35នេះគឺជាអេពីសូតមួយដែលលោកអ្នកលែងសួរថាតើអ្នកជាមនុស្សប្រភេទណាទៀតហើយពីព្រោះ you are what you think អ្នកគឺជាអ្វីដែលអ្នកគិតដូច្នេះហើយអ្នកចង់ខ្លាចទៅជាអ្វីឲ្យនិយមន័យនៅភាពជាខ្លួនរបស់អ្នកអ្វីដែលអ្នកចង់បានមិនមែនជាអ្វីដែលជារូបសម្បករបស់អ្នកទេគឺឲ្យនៅប្រភេទនៃមនុស្សរបស់អ្នកទៅតាម inner mind របស់អ្នក program នៅអ្វីដែលអ្នកចង់បានចូលទៅកាន់ genie ចូលទៅកាន់អនុសម្បញ្ញៈរបស់អ្នកដើម្បីទទួលបាននៅអ្វីដែលជាគោលបំណងចុងក្រោយ begin with the end in mind សម្រាប់ចំណុចទី6ទស្សនៈគឺជាជំរើសរបស់អ្នកដោយតែបានលើកឡើងនៅការភ្ជាប់នឹងចំណុចទី5យ៉ាងដូចនេះហើយយើងមិនអាចជ្រើសរើសនៅអតីតកាលរបស់យើងបាននោះទេប៉ុន្តែអ្នកអាចគ្រប់គ្រងនៅសេដ្ឋកិច្ចនៅអ្វីដែលជាបញ្ហានាពេលបច្ចុប្បន្ននេះបានយើងពិតជាអាចជ្រើសរើសនៅទស្សនៈរបស់យើងបានជានិច្ចធ្វើការលើកបិចក្រដាស់ដើម្បីធ្វើការកត់ត្រាតើអ្នកចង់ក្លាយជាមនុស្សប្រភេទណានៅក្នុងថ្ងៃនេះពេលវេលានេះបន្ទាប់ពីបានស្ដាប់នៅចំណុចនេះនៃវីដេអូអេពីសូតទី35នេះ
រាល់ថ្ងៃយើងភ្ញាក់ឡើងគឺជ្រើសរើសនៅជំរើសមួយតើខ្ញុំជាមនុស្សវិជ្ជមានឬអវិជ្ជមានហើយចូលចាំថាជំរើសនោះគឺជារបស់អ្នកជ្រើសរើសនៅគោលដៅជីវិតរបស់លោកអ្នកទៅតាមក្តីស្រមៃមិនមែនជាការឆ្លើយតបទៅនឹងអ្វីដែលអ្នកកំពុងតែមានពេលបច្ចុប្បន្ននោះទេព្យាយាមចាក់នៅទឹកសចូលទៅកាន់ទឹកខ្មៅទាំងឡាយណាដែលយើងបានឆ្លងកាត់អស់រយៈកាលជាយូរមកហើយព្យាយាមប្រូក្រាមចិត្តទៅលើភាពវិជ្ជមានសរសេរនៅភាពវិជ្ជមានអាននៅសៀវភៅវិជ្ជមានអាននៅសំណេរវិជ្ជមានរបស់អ្នកដែលធ្វើការវាតម្លៃមកកាន់ខ្លួនឯងឈប់និយាយថាខ្លួនឯងជាមនុស្សអន់ជាមនុស្សចាញ់ជាមនុស្សដែលមិនគ្រប់គ្រាន់ព្យាយាម program ចិត្តសរសេរនៅអ្វីដែលខ្លួនឯងចង់ខ្លាចទៅជា what you want to be ជ្រើសរើសនៅថ្ងៃនេះអនាគតរបស់អ្នកគឺស្ថិតនៅលើកណ្ដាប់ដៃរបស់លោកអ្នកសម្រាប់ចំណុចទី7វិញគឺជារបៀបនៃការបង្កើតយុទ្ធសាស្ត្រឈ្នះឈ្នះតោះសាកសួរខ្លួនឯងមើលថាតើយើងអាចរក្សានៅទស្សនៈឈ្នះបានយ៉ាងដូចម្តេចអ្នកនិពន្ធលោក John C. Maxwell បានផ្ដល់នៅអនុសាសន៍អំពីទម្លាប់ខ្លាំងៗមួយចំនួនដូចខាងក្រោមទី1គឺជាការអនុវត្តនៅការដឹងគុណជារៀងរាល់ថ្ងៃចំណុចទី2គឺស្ថិតនៅជាមួយមនុស្សដែលមានភាពវិជ្ជមានមនុស្សវិជ្ជមានអាចនាំអ្នកទៅកាន់ភាពវិជ្ជមានហើយមនុស្សដែលអវិជ្ជមានអាចនឹងផ្ដល់នៅថាមពលអវិជ្ជមានមកកាន់អ្នកផងដែរលោកអ្នកប្រកាសជាអាចធ្លាប់នឹងបានឃើញនៅរូបភាពនៃផ្លែប៉ោមរលួយមួយផ្លែជាមួយនឹងផ្លែប៉ោមដ៏ fresh ថ្មីទៅតែបេះពីដើមការទុកផ្លែប៉ោមដែល freshដែលល្អដែលថ្មីទៅតែបេះភ្លាមនៅចិត្តផ្លែប៉ោមរលួយរយៈពេលមិនលើសពី3ថ្ងៃទេផ្លែប៉ោមដែលល្អស្រស់នោះនឹងចាប់ផ្ដើមមានចំណុចរលួយនៅជាប់នឹងផ្លែប៉ោមនោះភ្លាមចំណុចទី3គឺការយកនៅបរាជ័យធ្វើជាមេរៀនមិនមែនជាចំណុចនៃការបញ្ចប់នៅគោលដៅរបស់អ្នកនោះទេចំណុចទី4គឺផ្ដោតទៅលើដំណោះស្រាយមិនមែនបញ្ហា Focus on the solution not the problem ជាមួយនឹងទម្លាប់ទាំងនេះអ្នកនឹងអាចរក្សានៅទស្សនៈនៃភាពខ្លាំងជានិច្ចបានហើយសរសេរនៅអ្វីដែលអ្នកចង់ខ្លាចជាចាប់ពីថ្ងៃនេះតទៅហើយធ្វើការអានវារយៈពេល90ថ្ងៃជាប់គ្នាព្យាយាមសម្រួចនៅអត្តចរិតរបស់លោកអ្នកសូននៅរូបរាងថ្មីរបស់លោកអ្នកប្រសិនបើរូបអ្នកចង់មាននៅរូបរាងស្រស់ស្អាតគីឡូដែល fit សុខភាពដែលល្អចូលធ្វើការកំណត់នៅអ្វីដែលខ្លួនឯងចង់បានហើយពេលដែលអ្នកកំណត់នៅអ្វីដែលខ្លួនអ្នកចង់បានហើយអ្នកនឹងបង្កើតនៅមីសិនតូចថាតើធ្វើមិនដេចទើបអាចទៅរកនៅចំណុចដែលអ្នកចង់បានជា vision ចុងក្រោយរបស់លោកអ្នកនោះដូច្នេះហើយព្យាយាមធ្វើការអនុវត្តនៅការសរសេរអរគុណនៅអ្វីដែលអ្នកមានហើយរៀនសូត្រនៅអ្វីដែលជាកំហុសហើយសិក្សាពីអ្វីដែលនឹងផ្ដល់ឲ្យអ្នកនៅភាពជោគជ័យដោយយកគំរូទៅតាមបុគ្គលដែលទទួលបានជោគជ័យនៅជុំវិញលោកអ្នកក៏បានឬក៏នៅទីកន្លែងណាមួយអាចជា social media ក៏ថាបានអ្នកចង់ខ្លាចជាអ្វីព្យាយាមរក្សានៅទំនាក់ទំនងរបស់លោកអ្នកជាមួយនឹងបុគ្គលប្រភេទនោះជាចំណុចចុងក្រោយភាពជោគជ័យគឺមិនបានចាប់ផ្ដើមដោយសំណាងឬក៏ការពូកែឬក៏ទ្រព្យសម្បត្តិឬក៏កេរមរតកនោះទេបុគ្គលដែលឈ្នះឆ្នោត$3 លានអាចនឹងខ្លាចទៅជាអ្នកក្រីក្របន្ទាប់ពី5ឆ្នាំក្រោយអ្វីទាំងអស់គឺវាចាប់ផ្ដើមពីទស្សនៈរបស់លោកអ្នកទស្សនៈរបស់អ្នកវាគឺជាកូនសោនៃភាពជោគជ័យផ្ទាល់ខ្លួនរបស់អ្នកដូច្នេះហើយសូមសួរខ្លួនឯងថាតើថ្ងៃនេះខ្ញុំកំពុងតែនាំខ្លួនឯងទៅកាន់ទស្សនៈប្រភេទណាជីវិតរបស់លោកអ្នកគឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់លោកអ្នកចូលចាំថាមកដល់អេពីសូតទី35នេះទស្សនៈគឺពិតជាកំណត់នៅជីវិតរបស់លោកអ្នកចូលឈប់សួរថាតើខ្ញុំជាមនុស្សបែបណាចូលនិយាយថាខ្ញុំគឺជាបុគ្គលទៅតាមក្តីសុបិនរបស់លោកអ្នកសូមអរគុណសម្រាប់ការតាមដានស្ដាប់ជួបគ្នានៅប្រធានបទបន្ត